ប្រថុយទៅតើអូស្រួលខ្លួនណាស់នេះអូយតាចាន់នេះប្រលឹមតន់ទេឡើងមើលចកាគាត់ភ្លាមតែម្ដងអើយតាចាន់ធ្វើអីនឹងតាចាន់មើលទៅដូចខំដល់ហើយយីអក្មេងនេះវាមានរឿងស្អីវិញមកហៅអីទាំងព្រឹកនឹងវាមិនហើយណាយើងកំពុងតែធ្វើចំការហើយមិនហើយមិនទៅហើយមែនមិនបើទៅណាមិនកាយមកដាំចំការពេញច្រែងដែរទៅយីអានេះយីតាចាន់ខ្ញុំគ្រាន់តែសួរយកគោទៅតាហើយតាអញនេះក៏ស្ដីខ្ញុំឡែតបែបនេះជីគ្រាន់តែអ្នកចិត្តខាងឯងសួរបន្តិចបន្តួចសោះហ្នឹងចាំបាច់ស្រែកឯងដាក់ឯងឡែតតែឯងហួរនៅតែឯងផងប្រយ័ត្នតែមានរឿងអីគេមិនជួយក៏យីអ្នកណាក៏មកមកទាំងព្រឹកហ្នឹងហើយក្របពីដើមជួយដៃជួយchânជួយកែជួយខ្នងជួយស្មាហ្នឹងនេះអូនបាត់ខ្លួនឲ្យសិនអញនេះប្តីអញប្រកាច់មួយណាគេឡាត់តែសួរតិចមកមកអូនលើបងកាច់គ្នាជាមួយណាគេមិនហ្នឹងបងមិនឯងមែនមិនលើសមមកតែទឹកប្រឡំមកនេះលើរំដោក្នុងទេអូនរំលឹកចេញមកសួរបងឯងនេះតើបងឯងមិនឯងមិនគេមែនអំបញ្ញនេះបងគាត់ទៅសួរតាចាន់ថាគាត់កំពុងតែធ្វើអីនោះអីគាត់ហ្នឹងមកជេរបងឡែតនេះបងយល់អូយបងតាហ្នឹងគាត់តែប៉ុណ្្នឹងឯងគុំប្រកាន់គាត់ឯងហើយមើលទៅដំណាំរបស់យើងពិតជាល្អមែនទោះបីយើងគ្មានកូនចៅនៅមកថែតែយើងមានដំណាំស៊ីជារៀងរាល់ខែតែម្ដងអូជិតដល់ហើយមានលើកឆ្ងាយម្លេះទៀតតាចាន់ឃើញអញលើនេះបែបវាមិនដល់សោះតែម្ដងណាខ្លាចតាចាន់ឃើញជាងទេនេះជុំក្មេងនៅចិត្តខាងទៅនេះគឺលួចមកតំណំយើងតើហេអាក្មេងចៅមិនក៏ឲ្យប្រហើនវាលួចមកតំណំនេះហើយអាក្មេងចៅហើយតាខ្ញុំបានលួចទេតាខ្ញុំស្ទប់ផងតាអូយតោណៃអូយម៉ែជួយកូនផងម៉ែតាចាន់ហៅវាយកូនហើយកូនធ្វើអីមិនបានតាចាន់ហៅវាយកូនហ្នឹងកូនប្រាប់ឯងមើលមានរឿងអីមែនហ្នឹងបានតាចាន់ហៅវាយកូនហ្នឹងអូយម៉ែមើលខ្ញុំគាត់ទៅឈរនៅគិលរបស់ផ្ទះគាត់ហ្នឹងគាត់ថាហ្នឹងអូបើតំណាំមកគាត់ហើយគាត់ឲ្យគម្រាមស្ទើរវាយខ្ញុំទៅមើលឲ្យខ្ញុំខ្លាចឡើងហ្នឹងម៉ែជួយខ្ញុំផងមើលហើយខ្ញុំឆ្ងល់តាចាន់ណាគាត់រត់មកតែឯងទេគ្មានកូនគ្មានចៅហេតុអីក៏គាត់ហ្នឹងចិត្តអកអំនេះមកគ្រាន់តែកូនយើងនេះទៅលេងនៅចិត្តរបស់ផ្ទះគាត់សោះគាត់រត់លេងវាយកូនយើងទៀតបងវាមិនតែប៉ុណ្្នឹងទេអូនគ្រាន់តែបងសួរនាំគាត់បន្តិចបន្តួចសោះណាគាត់មកស្លេកបងឡាត់ធ្វើដូចបងចង់មានសង្គ្រាមជាមួយគាត់អញ្ចឹងបងពិតជាមិនយល់ពីគាត់មែនជាមួយតែថ្ងៃណាមួយមានបញ្ហាអីគ្មានអ្នកណាជួយគាត់ទេហើយយើងណាដូចជាខាងតមើត្រីនៅខាងក្រៅផ្ទះយើងយូរហើយនេះអូប៉ុណ្ណឹងហើយនេះតមើបន្តិចតមើវិញយីបីត្រីអញធំដែរតានេះមិនដែលដាក់ចំណៃអីឲ្យស៊ីផងណាប៉ុណ្ណាណៃតែម្ដងទៅអូយដូចជាវិលមកហ្នឹងនេះអូយបងអូនមានរំសយអីម្លេះទៀតអូយស្គាល់ឡើងពេញផ្ទះទាំងដល់នេះអូយអូនពិតជាត្រង់មែនទេមានហើយអូនមានអារម្មណ៍ថាក្លិននេះដូចជាក្លិនសាក់សពមនុស្សស្លាប់អញ្ចឹងមែនហើយបងបើតាមមកទៅប្រហែលជាក្លិនហ្នឹងវាចេញពីផ្ទះរបស់តាចាន់ហើយបងមានហើយអូនក្លិននេះប្រហែលជាចេញពីផ្ទះតាចាន់មែនហើយឥឡូវបងសាក់ដើរទៅមើលតិចមើលតាចាន់នៅផ្ទះអត់ហ្នឹងបើគ្មានមើលតិចមើលជុំអត់ឃើញតាចាន់នៅផ្ទះទេហើយគាត់ទៅណាគាត់នឹងជាប្រហែលគាត់នៅខាងក្រៅផ្ទះស្រះតកំដឹងយីហូដើរទៅមើលនេះពុទ្ធោតាចាន់ស្លាប់ហើយ
ព្រះអើយហ៊ូយយើងនៅបានទេទៅហើយហេអូនបាច់មិញនៅពេលដែលបងទៅតែតាចានមិញណាគឺឃើញតាចានណាគាត់ស្លាប់នៅក្នុងស្រះតែគាត់បាត់ទៅហើយសភាពសពគាត់ឡើងហើមស្អុយរលួយអត់ហើយអូន ហ៎ថាម៉េចតាចិនស្លាប់ព្រះ